ខ្ជិលគឺជាប្រភពនៃភាពក្រីក្របងប្អូនយើងដឹងហើយថាយើងជាបុគ្គលិកតាមពិតយើងមានគោលដៅយើងច្បាស់សម្រាប់ចិត្តចេញពីស្រុកមកខំធ្វើការនៅភ្នំពេញក្តីឬក៏នៅខេត្តផ្សេងក្តីនិយាយទៅយើងចេញពីស្រុកអ្នកខ្លះបងប្អូនខ្លះចេញឆ្លងប្រទេសទៀតមែនទេហើយនៅពេលដែលចេញមកមានការបដិញ្ញាចិត្តខ្ពស់មែនតើដើម្បីធ្វើម៉េចឲ្យខ្លួនឯងរីកចម្រើនឲ្យគ្រួសារមានជីវភាពធូរធារមែនទេដល់ពេលបានការងារធ្វើបងប្អូនខ្លះធ្វើប្រហែសមែនតើជាពិសេសគឺកើតរោគខ្ជិលតែម្ដងនៅក្នុងខ្លួនដែលធ្វើឲ្យជីវភាពនៅក្នុងភាពអន្តរាយឬក៏ជាឫសគល់នៃភាពក្រីក្រព្រោះខ្ជិលគឺមិនអាចឲ្យយើងធ្វើលទ្ធផលបានល្អទេបើយើងធ្វើការយើងក៏ធ្វើការបានលទ្ធផលទៀតដែរយើងយឺតយើងមួយយើងមើកស្ទុយបាទអញ្ចឹងអត់ល្អទេអញ្ចឹងផ្ទុយពីនឹងវិញគឺក្រៅពីខ្ជិលគឺឧស្សាហ៍បងប្អូនតែចាំថាខ្ជិលគឺជាឫសគល់នៃភាពក្រីក្រឧស្សាហ៍គឺជាហៅថាស្ពានចម្លងដែលធ្វើឲ្យយើងនឹងងាកទៅរកភាពមានបានហ្នឹងកាន់តែលឿនហើយឆាប់រហ័សហើយចំណេញពេលព្រមពេលបាទប្រឹងកាន់តែខ្លាំងឧស្សាហ៍កាន់តែខ្លាំងយើងនឹងបានលទ្ធផលកាន់តែលឿនណាបាទរកចំណូលបានកាន់តែច្រើនការងារបានកាន់តែខ្ពង់ខ្ពស់ឡើងបុណ្យឡើងស័ក្តិឡើងមុខតំណែងឡើងតួនាទីអីចឹងទៅណាបាទហើយយើងបង្រួមពេលវេលាដែលយើងធ្វើការបង្កើតទ្រព្យសម្បត្តិរយៈពេល10ឆ្នាំវានឹងរួមមកនៅត្រឹម5ឆ្នាំនៅ3ឆ្នាំចឹងទៅណាបាទឧស្សាហ៍កើតចេញពីផ្នត់គំនិតខាងក្នុងរបស់យើងបងប្អូនរំលឹកឡើងវិញណាថាពេលដែលយើងសម្រេចចិត្តចេញពីស្រុកកំណើតគឺយើងចង់មានជីវភាពមានបានហើយយើងមកជាមួយនឹងគោលដៅច្បាស់លាស់មែនទែនអញ្ចឹងសូមទាំងអស់គ្នាបានគាស់កកាយនៅគេថាភាពឧស្សាហ៍ដែលយើងធ្លាប់មានគោលដៅដែលយើងធ្លាប់មានកន្លងមកហ្នឹងតាំងពីក្មេងនៅពេលដែលយើងសម្រេចចិត្តចេញពីស្រុកណាបាទហើយបដោះវាចេញមកវិញណាបាទនៅពេលដែលបងប្អូនបង្កើតទ្រព្យបានបងប្អូនត្រូវចាំថាកាលណាយើងមានលុយយើងមានទ្រព្យសម្បត្តិដែរយើងធ្វើអីក៏បានច្រើនដែរវាមិនអាចឲ្យយើងមានគ្រប់យ៉ាង 100% ទេតែគ្រាន់ថាទ្រព្យសម្បត្តិគឺដើរតួនាទីសំខាន់នៅក្នុងការជួយឲ្យយើងដោះស្រាយបញ្ហាបានច្រើនមែនទែនណាបាទបញ្ហាគ្រប់យ៉ាងចង់បានរបស់អីក៏បានណាបាទឥឡូវគេចេញទូរស័ព្ទថ្មីទំនើបយើងអាចទិញបានម៉ូតផ្ទះម៉ូតឡានណាជីវភាពប្រសើរឡើងហើយយើងអាចជួយយឹតយោងដល់ឪពុកម្ដាយក្រុមគ្រួសារហើយបើយើងមានកូនមានគ្រួសារទៀតគឺជួយឲ្យគាត់បានរៀនសាលាល្អបញ្ជូនគាត់អាចបានទៅរៀននៅស្រុកក្រៅផ្ទុយទៅវិញបើយើងមានភាពក្រីក្រកើតឡើងមានរឿងអីមុនគេបំផុតគឺខ្លួនយើងធ្វើឲ្យយើងមានជួបបញ្ហាច្រើនជួបទុក្ខលំបាកច្រើនមែនតើបាទហើយប្រពន្ធកូនឬក៏ក្រុមគ្រួសារទាំងមូលប្តីប្រពន្ធរបស់យើងហ្នឹងគឺក៏គាត់នឹងទុក្ខលំបាកជាមួយយើងដែរឪពុកម្ដាយសាច់ញាតិក៏ចូលរួមមួយទុក្ខលំបាករបស់យើងដែរអញ្ចឹងក្រីក្រគឺយើងក្រទាំងអស់គ្នាលំបាកទាំងអស់គ្នាពេលយើងមានបានគឺយើងរីកចម្រើនទាំងអស់គ្នាដូច្នេះសូមលើកទឹកចិត្តឲ្យបងប្អូនគាស់កកាយនៅចិត្តគំនិតរបស់យើងឡើងវិញដើម្បីឲ្យយើងអាចបង្កើតទ្រព្យសម្បត្តិបានច្រើនណាហើយចាប់ផ្ដើមពីភាពឧស្សាហ៍ណាក្រៅពីគេឲ្យបានលឿនបាទគេមកលំមកគ្រប់គ្រាន់ចាប់ផ្ដើមបើថាត្រូវហាត់ប្រាណចាប់ផ្ដើមបំពេញការងារហើយបើថាចូលធ្វើការធ្វើឲ្យទាន់ពេលវេលាបើកន្លែងធ្វើការគាត់ចាប់ផ្ដើមម៉ោង7គឺយើងមុន5-10នាទីត្រូវមកដល់បើកន្លែងធ្វើការចាប់ផ្ដើមម៉ោង8មុន5-10នាទីត្រូវទៅមកដល់រួចរាល់ក្នុងការចាប់ផ្ដើមការងារហើយធ្វើការដោយលះលហែងណាបាទជាមនុស្សឧស្សាហ៍ណានៅអត់ស្ងៀមនៅអត់សុខទេបើនៅស្ងៀមគឺគេហៅថា stress វិញណាបាទតែបើមនុស្សខ្ជិលវិញចូលចិត្តនៅស្ងៀមណាបាទបើគាត់ធ្វើច្រើនគាត់ stress វិញដូច្នេះរំលឹកឡើងវិញជូនដល់បងប្អូនទាំងអស់គ្នាគាស់កកាយនៅគោលដៅរបស់យើងដែលយើងចេញដំណើរមកពីស្រុកកំណើតជំរាបលាឪពុកម្ដាយសាច់ញាតិមនុស្សជាទីស្រឡាញ់មករកការងារធ្វើនៅភ្នំពេញក្ដីនៅខេត្តផ្សេងក្ដីឬក៏ទៅបរទេសក្ដីហ្នឹងណាបាទអញ្ចឹងបណ្ដោះវាឡើងណាបងប្អូនណាបាទបណ្ដោះភាពឧស្សាហ៍នឹងឡើងណាបាទឧស្សាហ៍គឺជាប្រភពគឺជាស្ពានចម្លងឆ្ពោះទៅរកភាពមានបានខ្ជិលគឺជាប្រភពនាំមកនូវភាពក្រីក្រពិតជាលំបាកមានបានពិតជាជួយយើងបានច្រើនដូច្នេះចូលជ្រើសរើសធ្វើជាមនុស្សដែលមានជីវភាពប្រសើរមនុស្សដែលឧស្សាហ៍ព្យាយាម
ហើយលទ្ធផលវានឹងជួយយើងឲ្យបានច្រើនសូមមានលៀបមានជ័យចម្រុងចម្រើនដល់អ្នកគ្នាណាបាទហើយជួយ Subscribe Channel ខ្ញុំមួយប៉ុណ្ណាបាទ